សួស្តីសូមស្វាគមន៍មកនយោបាយពិភពលោកបាទកាលពីម្សិលមិញគឺថ្ងៃប្រហ័សទី26ខែមិថុនាឆ្នាំ2025នេះលោករដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ីរ៉ង់បានឲ្យដឹងថាអ៊ីរ៉ង់គ្មានគម្រោងក្នុងការជួបជាមួយសហរដ្ឋអាមេរិកនៅអាទិត្យខាងមុខនេះទេក្រោយពីលោក Donald Trump បាននិយាយថាសហរដ្ឋអាមេរិកនឹងមានការជួបចរចាជាមួយនឹងអ៊ីរ៉ង់ដើម្បីបញ្ឈប់សង្គ្រាមបាទលោកមន្ត្រីការបរទេសរូបនេះក៏បាននិយាយដែរថាប្រទេសអ៊ីរ៉ង់កំពុងតែប៉ាន់ប្រមាណមើលអំពីការដែលថាតើការចរចាជាមួយសហរដ្ឋអាមេរិកនឹងបានជាប្រយោជន៍សម្រាប់ប្រទេសអ៊ីរ៉ង់ទេពីព្រោះការចរចា5លើកត្រូវបានកាត់ផ្តាច់ដោយការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែលមកលើអ៊ីរ៉ង់សម្រាប់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបាននិយាយថាការវាយប្រហារទៅលើតំបន់នុយក្លេអ៊ែររបស់អ៊ីរ៉ង់គឺដើម្បីបញ្ឈប់អ៊ីរ៉ង់ពីការបង្កើតអាវុធនុយក្លេអ៊ែរនៅពេលដែលអ៊ីរ៉ង់បាននិយាយថាកម្មវិធីនុយក្លេអ៊ែរគឺជាកម្មវិធីសម្រាប់មនុស្សស្លូតបាទប្រទេសអ៊ីរ៉ង់ក៏បាននិយាយដែរថាការវាយប្រហារទៅលើកន្លែងកម្មវិធីនុយក្លេអ៊ែរហ្នឹងគឺមិនមែនជាការខូចតូចតាចនោះទេហើយលោករដ្ឋមន្ត្រីការបរទេសហ្នឹងក៏បាននិយាយដែរថាកំពុងតែឲ្យអាជ្ញាធរសន្តិសុខជាតិពិភាក្សានិងគិតទៅលើថាតើការធ្វើកម្មវិធីនុយក្លេអ៊ែរថ្មីនឹងទៅជាយ៉ាងណាទៅតាមភាពជាក់ស្ដែងបាទអញ្ចឹងនេះជាការវិវត្តចុងក្រោយមួយទៀតសម្រាប់ការចរចារវាងអ៊ីរ៉ង់ហើយនិងសហរដ្ឋអាមេរិកដែលតាមការថ្លែងការណ៍របស់លោក Donald Trump